រំលឹកមកឆ្នាំ2020វិញនេះគឺជាវីដេអូមួយដែលខ្ញុំធ្វើដំណើរទៅកាន់កំពង់សោមជាមួយនឹងមិត្តភ័ក្តិអត់មានប៉ាម៉ាក់ទេអញ្ចឹងពួកយើងពិតជារៀងប្លែកដែរដោយសារតែអត់ដឹងថាគួរត្រៀមអីធ្វើអីពីព្រោះជាធម្មតាគឺមានចាស់ទៅជាមួយណាហ្នឹងហើយការធ្វើដំណើរនេះគឺអត់មានផ្លូវល្បឿនលឿនដូចគ្នាក្នុងឆ្នាំ2020គឺធ្វើដំណើរតាមផ្លូវជាតិលេខ4ដើម្បីឆ្ពោះទៅកាន់កំពង់សោមហ្នឹងហើយក៏ឆ្លៀតចូលក្រាសាំងដើម្បីទិញកាហ្វេញ៉ាំហើយការធ្វើដំណើរហ្នឹងគឺយើងចុះចតរៀងគួរសមដែរដោយសារតែខ្លាចតកង់ឡានគាត់ល្ងុយគេងអញ្ចឹងអាសាចុះញ៉ាំកាហ្វេចូលបន្ទប់ទឹកចាជិបចប់រហូតចាជិបចប់អញ្ចឹងរបស់ញ៉ាំក៏អត់សូវបានត្រៀមអីច្រើនជាដុំកពួនដែរនេះមិត្តភ័ក្តិក៏ស្មាថតស្លឹកក៏ប៉ាត់វីដេអូវាសះវាបោកនិយាយរួមទៅការទៅរបៀបហ្នឹងវាធ្វើឲ្យយើងមានអារម្មណ៍ថាយើងមានសេរីភាពហើយយើងអាចក្លាយជាមនុស្សធំដែរពីព្រោះថាយើងបានធ្វើអ្វីដោយខ្លួនឯងប៉ុន្តែខ្ញុំសូមrecommend ឲ្យក្មេងៗដែលគាត់នៅតូចៗពេកគាត់ចង់ធ្វើលក្ខណៈtrip ឬក៏លក្ខណៈដំណើរកម្សាន្តមិត្តភ័ក្តិដោយអត់មានភាពច្បាស់លាស់ហេព្រោះខ្ញុំទៅនេះគឺសិតតែច្បាស់លាស់សិតតែអ្នកធ្វើការឬក៏អីអញ្ចឹងពួកគាត់ដឹងពីសុវត្ថិភាពច្រើនអញ្ចឹងបើយើងទៅលេងតំបន់ដែលទឹកឬក៏តំបន់ភ្នំអីយើងគួរតែដឹងថាធ្វើការរក្សាសុវត្ថិភាពបែបណាហ្នឹងហើយអញ្ចឹងមកអួតកាហ្វេចាម្នាក់មួយចាគឺត្រូវតែមានជាប់ហ្មងកាហ្វេអត់សូវចេះផឹកទេប៉ុន្តែពីមុនស្ករ100ឥឡូវស្ករ50បានតិចទៀតអាចនឹងចុះជាងនឹងទៀតបន្ទាប់ពីពួកខ្ញុំទៅតាមផ្លូវហ្នឹងគឺខ្ញុំក៏អត់ភ្លេចដែរគឺជាទំនៀមទម្លាប់របស់បងប្អូនខ្មែរយើងភាគច្រើនសូមសេចក្តីសុខសប្បាយនៅកន្លែងម្ចាស់ទឹកម្ចាស់ដីគេដូចជាលោកយាយម៉ែជាដើមគឺជាកន្លែងមួយដែលធំមែនតើដែលបងប្អូនខ្មែរភាគច្រើនគឺគាត់ទៅហើយគាត់ទៅអុជធូបសូមសេចក្តីសុខចាទាំងធ្វើដំណើរទៅមកគឺសូមសេចក្តីសុខសប្បាយទាំងអស់គ្នាហើយគ្រួសារខ្លះក៏គាត់ថតរូបជាអនុស្សាវរីយ៍ជាមួយប៉ាម៉ាក់របស់គាត់អញ្ចឹងទៅតែពួកខ្ញុំដូចជាអត់បានថតទេគឺយើងបានអុជធូបហើយយើងធ្វើដំណើរបន្តរហូតចាអុជធូបសូមតែសុខធ្វើដំណើរទៅមកទេប៉ុន្តែមិនដឹងថានិយាយប្រហែលម៉ោងទេពីព្រោះថាការចេញ vlog នេះថតលើកដំបូងអញ្ចឹងថតអត់ចេះដកកាមេរ៉ាឲ្យស្អាតទេគឺនៅនឹងមកកន្លែងហើយម្នាក់អុជធូបយូរនឹងនិយាយពីអីខ្លះទេបងប្អូនអញ្ចឹងរំលឹកត្រឡប់មកវិញពួកម៉ាក់ខ្ញុំក៏មានកូនអស់ហើយរៀបការអស់ហើយមានកូនអស់ហើយក៏នឹកឃើញធ្វើវីដេអូនេះដើម្បីរំលឹកអនុស្សាវរីយ៍មិត្តភ័ក្តិឲ្យដឹងថាពេលដែលយើងចង់ធ្វើដំណើរជា trip ទៅជុំគ្នាកន្លែងណាមួយមិនមែនចេះតែហៅបានទេពីព្រោះតែម្នាក់មានបន្ទុករៀងខ្លួនអ្នកខ្លះនៅក្រោមបន្ទុកប៉ាម៉ាក់អញ្ចឹងទៅពេលគាត់ចង់ទៅណាគឺគាត់ត្រូវសុំប៉ាម៉ាក់មានលុយហើយតែត្រូវទៅសុំប៉ាម៉ាក់តែអ្នកខ្លះទៀតអត់ទាំងលុយហើយសុំប៉ាម៉ាក់បានទៀតសាហាវណាស់ចាអញ្ចឹងនេះគឺជាការញ៉ាំបាយបណ្ដោះអាសន្នដើម្បីកុំឲ្យឃ្លានពេកព្រោះបាយនេះជាបាយថ្ងៃត្រង់ឯងបើតាមខ្ញុំចាំណាចាហើយយើងឃើញដីត្នេយើងក៏ចូលទៅញ៉ាំហើយប៉ណ្ណឹងសក់ទឹកមាត់ហើយឯងចាដីត្នេយើងទៅញ៉ាំគោវារៀងប្លែកមុខក៏បងប្អូនគោវារៀងប្លែកមុខព្រោះថារដងមានគ្នាតែពួកវាទេឥឡូវនេះវាដូចបន្ថែមមនុស្សចឹងវាមកមើលថាជាពីណាគេចាមានការស្លន់ខ្លះដែរព្រោះវាមកនេះគោចាធំខ្លាំងមែនតើខ្ញុំសួរបងអាយកាជូថាចាបងម៉ាញ់ដេញគោម៉ាញ់ខ្លាចគោអត់គាត់ថាខ្លាចតែបើមិនដេញខ្លាចប្រពន្ធដេញវាយអញ្ចឹងគាត់ត្រូវតែដេញចាគឺប្រុងគាត់ដេញមែនតែគាត់ប្រុងហ្មងនិយាយរួមទៅគឺអត់មានគម្រោងអត់មាន plan ទេបាច់ត្រូវគ្នាទៅចាលទ្ធផលគឺមានតែប៉ុណ្្នឹងឯងរូបភាពហ្នឹងគឺរញ៉េរញ័រខ្លាំងមែនតើហើយបើថាថតចាប់ប្លង់កន្លែងណា stop កន្លែងហ្នឹងដល់ពេលបវលគឺបវលឆ្វាច់តែម្ដងអញ្ចឹងទស្សនភាពទាំងអស់ហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាហើយមកដល់កន្លែងនេះក៏ងាយទៀតនិយាយរួមទៅគឺអត់មានរៀបចំអីច្រើនទេមកលក្ខណៈកូនក្មេងអញ្ចឹងទិញតែរបស់ញ៉ាំតាមផ្លូវញ៉ាំមិនអស់ផងព្រោះដោយសារតែពួកខ្ញុំអត់សូវញ៉ាំច្រើនដែរចង់និយាយថាយើងញ៉ាំមុំហើយក៏មិនមែនជាអ្នកផឹកដែរដល់ពេលអញ្ចឹងយើងអាចញ៉ាំតិចតួចទៅយើងឆ្អែតយើងបន្តតាណាយើងលេងយើងទៅចាហើយមកដល់កន្លែងនេះគឺជា
ការរកឃើញខ្លួនឯងតិចដំបូងនៃជីវិតរបស់ខ្ញុំហ្នឹងហើយវាជាការរកឃើញខ្លួនឯងមួយដែលប្លែកខ្លាំងមែនតើចាជឿជាក់ណាចាហើយនឹងនិយាយពីអីទេចាជឿជាក់ខ្ញុំនឹងបើកវីដេអូនេះជាសំឡេងឲ្យអ្នកទាំងអស់គ្នាមើលតើអូយរត់ប្របាយខ្លួន នេះបងប្អូនទាំងអស់គ្នាលក់ខែនោះគឺមនុស្សច្រើនណា អញមកក្បាលបូមហ្នឹងលើ សាហាវណាស់រកឃើញខ្លួនឯងពេលខ្លះយើងត្រូវតែព្យាយាមរកខ្លួនឯង នេះក៏ជារូបភាពចុងក្រោយរបស់ពួកយើងទៅវិញតែមុននឹងទៅវិញហ្នឹងយើងក៏បានហើយខ្ញុំចង់បញ្ជាក់ណាបន្ទប់គេងហ្នឹងគឺគេងសរុបទាំងអស់6នាក់ហើយនឹងមានមិត្តភ័ក្តិម្នាក់2នាក់ទៀតហ្នឹងឯងអញ្ចឹងមកបន្ទប់ហ្នឹងគឺគេង7នាក់បងប្អូនមិនធម្មតាចាយើងទៅលក្ខណៈសេវមែនតើហ្មងហើយវាក៏ជាអនុស្សាវរីយ៍មួយដែលពួកខ្ញុំចង់បង្ហោះឲ្យរំលឹកបើមិត្តភ័ក្តិរបស់ខ្ញុំដែលគាត់រៀបការឲ្យមានកូនម្នាក់មួយហ្នឹងអាចឃើញវីដេអូហ្នឹងហើយកុំភ្លេចចូលខមមិនឲ្យដាក់ថ្ងៃណាត់ដើរលេងម្ដងទៀតព្រោះតាំងពី2020ឥឡូវ2025ហើយមុំអ្នកឃើញគោះអនុស្សាវរីយ៍មកវិញខ្លះហើយថាឥឡូវហ្នឹងឡើងម្នាក់10000គីឡូអរគុណសម្រាប់ការចងចាំដ៏ល្អទាំងអស់នេះអរគុណសម្រាប់បងប្អូនទាំងអស់គ្នាក្នុងការមើលវីដេអូត្រឡប់តលិនរបស់ខ្ញុំ